ឈានដល់វគ្គ Semi-final បេក្ខជនខ្លាំងទាំង8រូបបដិញ្ញាចិត្តដណ្ដើមពាន Combo Rapper នៅក្នុងថ្ងៃនេះការប្រឡងចម្រៀង Rap Combo Rapper បានឈានដល់វគ្គ Semi-final ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបេក្ខជនខ្លាំងៗទាំង8រូបបានបដិញ្ញាចិត្តធ្វើឲ្យបានល្អជាមួយនឹងការនិពន្ធបទចម្រៀងក៏ដូចជាការច្រៀងជាដើមតើបេក្ខជនរូបណានឹងអាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រCombo Rapper គឺជាកម្មវិធីប្រឡងចម្រៀង Rap ដ៏ល្បីមួយរបស់គុនខ្មែរដែលមានអ្នកគាំទ្រច្រើនមិនធម្មតាបើទោះបីជាយើងទើបតែបង្កើតកម្មវិធីនេះឡើងនៅក្នុងរដូវកាលទី1ក្តីតែសន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេរហូតមានបេក្ខជនជាច្រើនមកពីបណ្ដាខេត្តក្រុងចូលរួមដាក់ពាក្យប្រឡងដើម្បីដណ្ដើមពាននៅថ្ងៃទី6ខែមីនាឆ្នាំ2026នេះការប្រឡងចម្រៀង Rap Combo Rapper បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយបេក្ខជនខ្លាំងៗទាំង8រូបបានបដិញ្ញាចិត្តប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបដិដៃគូប្រកួតនិងបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្របេក្ខជនខ្លាំងទាំង8រូបរួមមានលោកឆនសវណ្ណារាជហៅ B2 សុកពេជ្រច័ន្ទភិរៈស៊ូស៊ីណាសឿនប៊ុនឡុង2010លុងដាលីនលីមេងនិងលោកបូបូជាដើមបេក្ខជនទាំងអស់ត្រូវតម្រូវឲ្យធ្វើបទចម្រៀងថ្មីប្លែកនិងមានអ្វីពិសេសសម្រាប់ខ្លួនឯងដើម្បីទទួលបានពិន្ទុល្អពីគណៈកម្មការនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបើចង់ជ្រាបច្បាស់ថាបេក្ខជនរូបណាអាចនឹងបន្តឬបេក្ខជនណានឹងត្រូវចាក់ចែងកុំភ្លេចរងចាំតាមដានទស្សនាកម្មវិធីប្រឡងចម្រៀង Rap Combo Rapper នៅល្ងាចនេះនៅលើកញ្ចក់ទូរទស្សន៍ CTN